សម្ដែងតួឯកប្រុសក្នុងរឿងជីវិតនាងលំយ៉ងលោកប៉បានប្រកាសដំណឹងអាក្រក់ក្នុងគ្រួសាររបស់លោកថាអ្នកនាងអេដែលជាភរិយារបស់លោកកើតជំងឺមហារីកដោយលោកបាននិយាយថារស់នៅជាមួយភរិយានៅក្នុងជីវិតអាពាហ៍ពិពាហ៍12ឆ្នាំមកនេះនិងទំនាក់ទំនងស្នេហារបស់អ្នកទាំងពីរមានអាយុទៅដល់18ឆ្នាំមកហើយតែលោកនិងភរិយាមើលថែទាំសុខភាពល្អខ្លាំងណាស់ដោយលោកមិនធ្លាប់បានគិតទេថាភរិយាដ៏ស្រស់ស្អាតរបស់លោកដែលជាតារាសម្ដែងឆ្នះនិងសិទ្ធិស៊ីរបស់ប្រទេសថៃត្រូវជួបរឿងបែបនេះលោកបាននិយាយបន្តទៀតផងដែរថាលោកតែងតែមើលថែទាំភរិយារបស់លោកមិនដែលឃ្លាតឆ្ងាយឡើយពេលនេះជួបរឿងអាក្រក់លោករត់តែមិនអាចអង្គុយខូចចិត្តទេនៅពេលនេះរឿងដែលលោកត្រូវធ្វើគឺលោកត្រូវគិតថាត្រូវធ្វើយ៉ាងណាបន្តទៀតកាន់តែឃើញភរិយារបស់លោកមានការឈឺជោគចាប់បែបនេះលោករត់តែរងមាំហើយត្រូវតស៊ូដើម្បីកូនផងដែរអាចនិយាយបានថាលោកក៏មិនធ្លាប់គិតនឹងបានត្រៀមខ្លួនចំពោះរឿងនេះពីមុនមកទេហើយលោកក៏បាននិយាយថារឿងមួយនេះគឺពិតជារឿងមួយដែលលោកពិតជាពិបាកនៅក្នុងការទទួលយកដូចគ្នាក៏ប៉ុន្តែលោកនឹងតស៊ូចំពោះរឿងនេះឲ្យបានមានអ្នកគាំទ្រជាច្រើនចំពោះលោកប៉និងភរិយារបស់លោកបាននាំគ្នាចូលទៅ comment ជាកម្លាំងចិត្តនិងសូមឲ្យភរិយារបស់លោកប៉ឆាប់ជាពីជំងឺក្នុងពេលឆាប់បន្ទាប់ពីលោកប៉បានបង្ហោះឃ្លីបវីដេអូប្រកាសថាភរិយារបស់លោកកើតជំងឺមហារីកក្នុងเพจការរបស់ខ្លួនការសម្ដែងតួឯកប្រុសក្នុងរឿងជីវិតនាងលំយ៉ងលោកប៉បានប្រកាសដំណឹងអាក្រក់ក្នុងគ្រួសាររបស់លោកថាអ្នកនាងអេដែលជាភរិយារបស់លោកកើតជំងឺមហារីកដោយលោកបាននិយាយថារស់នៅជាមួយភរិយានៅក្នុងជីវិតអាពាហ៍ពិពាហ៍12ឆ្នាំមកនេះនិងទំនាក់ទំនងស្នេហារបស់អ្នកទាំងពីរមានអាយុទៅដល់18ឆ្នាំមកហើយតែលោកនិងភរិយាមើលថែទាំសុខភាពល្អខ្លាំងណាស់ដោយលោកមិនធ្លាប់បានគិតទេថាភរិយាដ៏ស្រស់ស្អាតរបស់លោកដែលជាតារាសម្ដែងឆ្នះនិងសិទ្ធិស៊ីរបស់ប្រទេសថៃត្រូវជួបរឿងបែបនេះលោកបាននិយាយបន្តទៀតផងដែរថាលោកតែងតែមើលថែទាំភរិយារបស់លោកមិនដែលឃ្លាតឆ្ងាយឡើយពេលនេះជួបរឿងអាក្រក់លោករត់តែមិនអាចអង្គុយខូចចិត្តទេនៅពេលនេះរឿងដែលលោកត្រូវធ្វើគឺលោកត្រូវគិតថាត្រូវធ្វើយ៉ាងណាបន្តទៀតកាន់តែឃើញភរិយារបស់លោកមានការឈឺជោគចាប់បែបនេះលោករត់តែរងមាំហើយត្រូវតស៊ូដើម្បីកូនផងដែរអាចនិយាយបានថាលោកក៏មិនធ្លាប់គិតនឹងបានត្រៀមខ្លួនចំពោះរឿងនេះពីមុនមកទេហើយលោកក៏បាននិយាយថារឿងមួយនេះគឺពិតជារឿងមួយដែលលោកពិតជាពិបាកនៅក្នុងការទទួលយកដូចគ្នាក៏ប៉ុន្តែលោកនឹងតស៊ូចំពោះរឿងនេះឲ្យបានមានអ្នកគាំទ្រជាច្រើនចំពោះលោកប៉និងភរិយារបស់លោកបាននាំគ្នាចូលទៅ comment ជាកម្លាំងចិត្តនិងសូមឲ្យភរិយារបស់លោកប៉ឆាប់ជាពីជំងឺក្នុងពេលឆាប់បន្ទាប់ពីលោកប៉បានបង្ហោះឃ្លីបវីដេអូប្រកាសថាភរិយារបស់លោកកើតជំងឺមហារីកក្នុងเพจការរបស់ខ្លួនការសម្ដែងតួឯកប្រុសក្នុងរឿងជីវិតនាងលំយ៉ងលោកប៉បានប្រកាសដំណឹងអាក្រក់ក្នុងគ្រួសាររបស់លោកថាអ្នកនាងអេដែលជាភរិយារបស់លោកកើតជំងឺមហារីកដោយលោកបាននិយាយថារស់នៅជាមួយភរិយានៅក្នុងជីវិតអាពាហ៍ពិពាហ៍12ឆ្នាំមកនេះនិងទំនាក់ទំនងស្នេហារបស់អ្នកទាំងពីរមានអាយុទៅដល់18ឆ្នាំមកហើយតែលោកនិងភរិយាមើលថែទាំសុខភាពល្អខ្លាំងណាស់ដោយលោកមិនធ្លាប់បានគិតទេថាភរិយាដ៏ស្រស់ស្អាតរបស់លោកដែលជាតារាសម្ដែងឆ្នះនិងសិទ្ធិស៊ីរបស់ប្រទេសថៃត្រូវជួបរឿងបែបនេះលោកបាននិយាយបន្តទៀតផងដែរថាលោកតែងតែមើលថែទាំភរិយារបស់លោកមិនដែលឃ្លាតឆ្ងាយឡើយពេលនេះជួបរឿងអាក្រក់លោករត់តែមិនអាចអង្គុយខូចចិត្តទេនៅពេលនេះរឿងដែលលោកត្រូវធ្វើគឺលោកត្រូវគិតថាត្រូវធ្វើយ៉ាងណាបន្តទៀតកាន់តែឃើញភរិយារបស់លោកមានការឈឺជោគចាប់បែបនេះលោករត់តែរងមាំហើយត្រូវតស៊ូដើម្បីកូនផងដែរអាចនិយាយបានថាលោកក៏មិនធ្លាប់គិតនឹងបានត្រៀមខ្លួនចំពោះរឿងនេះពីមុនមកទេហើយលោកក៏បាននិយាយថារឿងមួយនេះគឺពិតជារឿងមួយដែលលោកពិតជាពិបាកនៅក្នុងការទទួលយកដូចគ្នាក៏ប៉ុន្តែលោកនឹងតស៊ូចំពោះរឿងនេះឲ្យបានមានអ្នកគាំទ្រជាច្រើនចំពោះលោកប៉និងភរិយារបស់លោកបាននាំគ្នាចូលទៅ comment ជាកម្លាំងចិត្តនិងសូមឲ្យភរិយារបស់លោកប៉ឆាប់ជាពីជំងឺក្នុងពេលឆាប់បន្ទាប់ពីលោកប៉បានបង្ហោះឃ្លីបវីដេអូប្រកាសថាភរិយារបស់លោកកើតជំងឺមហារីកក្នុងเพจការរបស់ខ្លួន